បងប្អូននេះខ្ញុំទិញបានខ្ទឹមដើមខ្ទឹមវាថ្លោះល្អណាស់ឥឡូវខ្ញុំស្ដាយតាមពិតខ្ញុំយកទៅធ្វើម្ហូបធម្មតាទេប៉ុន្តែឃើញគល់វាថ្លោះល្អខ្ញុំមកកាត់គល់វាទុកផ្សំដើម្បីទុកយកដាំជាលក្ខណៈគ្រួសារនេះបងប្អូនឃើញចិត្តប៉ិនមេដៃហ្មងមកគុំឥឡូវខ្ញុំមកកាត់ស្លឹកវានេះដើម្បីយកទៅធ្វើម្ហូបហើយនឹងគល់វាយើងទុកទៅដាំក្នុងផើងធម្មតាយើងណានេះយើងមានទឹកមួយកូនកែវឬក៏បានហើយនឹងមកចានជួរក្លុកនេះក៏បានការកាត់គល់យើងកុំកាត់ខ្លីពេកណាយើងកាត់ត្រឹមនេះចានេះទុកឲ្យវាចេញប្រឡូកនេះយកដើមវារៀងតូចយើងទុកស្លទុកធ្វើម្ហូបអីទៅណាខ្ញុំយកតែប្រហែលគុំនេះទេព្រោះវាធំល្អណាហើយយើងដាក់ត្រាំទឹកទុកកន្លែងកុំដាក់5ថ្ងៃទេបងប្អូនដាក់នៅកន្លែងសីតុណ្ហភាពធម្មតាដូចជានៅក្នុងម្លប់នេះហើយកុំដាក់នៅក្នុងទូទឹកកកអីវាអត់ដោះល្អទេនេះដាក់កន្លែងវាត្រជាក់ល្មមកុំឲ្យក្តៅហើយកុំឲ្យត្រជាក់យើងដាក់ត្រាំទឹកនេះចំនួន2ថ្ងៃឬក៏3ថ្ងៃទៅណាពេលវាចាប់រឹសយើងយកទៅដាក់ដាំនៅក្នុងផើងឬក៏យើងធ្វើដីដាំអីដូចគេធ្វើកសិកម្មធម្មតាណាចាំមើលខ្ញុំដាំឲ្យបងប្អូនតាមដានជាបន្តណាឥឡូវខ្ញុំត្រាំគល់ខ្ទឹមនេះសិនអានេះជាណាសមិទ្ធផលរបស់ខ្ញុំច្រើនណានេះជាស្លឹកគ្រៃគ្រឿងបងប្អូនឃើញស្លឹកគ្រៃគ្រឿងនេះវាគល់វាពណ៌ស្វាយពណ៌ក្រហមរឿងចេញស្វាយហើយនឹងជីនឹងវងនោះផ្សេងទៀតនៅខាងនោះទៀតចាខ្ញុំដាំនេះជាស្លឹកកញ្ឆាយនេះបន្លែផ្អែមខ្ញុំបេះថ្ងៃមុនដែលខ្ញុំឆាសាច់គោណាចំណែកផើងនេះជាជីចម្រុះដូចជាអាណាហើយនឹងជីនេះជីពងទាកូនបន្តិចបន្តួចទៀតនេះបងប្អូនគល់ខ្ទឹមដែលខ្ញុំទុកកាត់ទុកមួយថ្ងៃ2ថ្ងៃនេះបងប្អូនវាប្រហែលជាវាចាប់រឹសខ្លះនេះបែបនេះហើយខ្ញុំយកទៅដាក់ដាំនេះខ្ញុំមានជីកំប៉ុស្តនេះមកឡាំងកូនឡាំងយួរនេះដើម្បីយកដាក់នៅក្នុងថូនេះដីខ្ញុំមានស្រេចនៅក្នុងថូនៅក្នុងផើងនេះច្រឡំថូបងប្អូនមានស្រេចមុនខ្ញុំដាំផ្កាហើយនៅសល់នេះបែបនេះយើងត្រូវដាក់លាយជាមួយនឹងជីកំប៉ុស្តដាក់លាយបែបនេះហើយយើងត្រូវច្រោយវា
dương phải nhập đây là smart đẹp này hay dương trời vô này mà có làm tâm tay nhom xăm đấy nhưng mà đặt đám á mặt nằm tâm ạ mơ qua mấy việc qua mấy à con mập đi kia này